ហាងខ្ញុំបើកលក់តាំងពីម៉ោង 8 ព្រឹករហូតដល់ 9 យប់ហើយពេលព្រឹកគឺយើងមានលក់បាយកដុតមីឆាបាយឆាមីហិលបងប្អូនយើងសួរច្រើនថ្ងៃហ្នឹងចេញមករ៉ៃរាប់ហ្មងទៅហើយថ្ងៃហ្នឹងខមមិនមកតែប៉ុណ្្នឹងបងប្អូនខ្ញុំប្រាប់ពីវិធីធ្វើបាយកដុតឆ្ងាញ់ទុកញ៉ាំនៅផ្ទះខ្លួនឯងឬមួយក៏ចង់ធ្វើលក់ក៏បានដែរសម្រាប់បងប្អូនដែលចង់បើកលក់តិចនិចមួយនេះគឺងាយស្រួលខ្លាំងអត់មានថាពិបាកឬមួយក៏ហត់ច្រើនទេងាយមែនតើចង់ធ្វើបាយកដុតឲ្យឆ្ងាញ់ដំបូងយើងត្រូវចេះជ្រើសរើសសាច់គោជាមុនសិនទាំងគ្រឿងផ្សំនិងការប្រើភ្លើងក៏សំខាន់ដូចគ្នាដែរបងប្អូនអ្វីត្បិតតែជាអ្នកលក់មែនប៉ុន្តែមិនសូវបានញ៉ាំទេតែថ្ងៃហ្នឹងឃ្លានញ៉ាំបាយកដុតខ្លាំងណាមួយញ៉ាំសាច់គោអញ្ចឹងវាបើគ្រាប់ឈាមបានច្រើនអញ្ចឹងក៏ធ្វើញ៉ាំឲ្យណាណីហ្មងទៅញ៉ាំលើប្រទេសដែរក្តៅក្តៅទឹកវាប៉ែកអញ្ចឹងឆ្ងាញ់ណាស់បងប្អូនណាជួយលក់អំបិលអាមេរិកតិចទៅអើយជាតិមហាសានជាតិហើយប៉ាសាច់គោយើងល្អអញ្ចឹងទៀតណាក្នុងតុនជាតិមែនតើរាល់ពេលដែលភ្ញៀវកំងបាយកដុតគឺថាពេញចិត្តធ្វើហ្មងព្រោះថាមុខហ្នឹងងាយធ្វើឲ្យវាលឿនតន់ចិត្តភ្ញៀវហ្មងណាមួយពេលដែលធ្វើឆ្អិនហើយឆ្ងាញ់ណាស់បងប្អូនព្រោះថាយើងញ៉ាំក្តៅសាច់គោយើងតុនជាតិចង់ធ្វើបាយកដុតឲ្យឆ្ងាញ់សំខាន់គឺយើងត្រូវចេះជ្រើសរើសសាច់គោបើថាបានសាច់រងឈាមដូចខ្ញុំអញ្ចឹងលេខ1បងប្អូនព្រោះថាសាច់ហ្នឹងខ្ទិះហើយវាតុនមួយទៀតគឺសាច់ច្រឡកឬមួយក៏ដុំវៀនក៏ឆ្ងាញ់ដូចគ្នាដែរគ្រាន់ថាហ្នឹងជាលំដាប់លេខ2ឯងលេខ1គឺរងឈាមហ្នឹងហ្មងហើយបងប្អូនរើសយកសាច់ដែលផុយយកមកធ្វើបានពេលប្រឡាក់គ្រឿងទៅវាឆាប់ចូលជាតិឆ្ងាញ់តែម្ដងយើងហាន់សាច់គោជាតឹងសាច់ឲ្យប្រទេសស្ដើងធំប៉ុណ្ណឹងបងប្អូនបើយើងហាន់បដោយសាច់ទោះជាសាច់គោនឹងផុយក៏ដោយក៏ញ៉ាំទៅមានអារម្មណ៍ថាស្វិតដែរហើយញ៉ាំជាប់ថ្មិញទៀតណាបន្លែរបស់វាមានតែមុខទេគឺខ្ទឹមបារាំងយើងហាន់ជាប្រទេសបឆោស្ដើងប៉ុណ្ណឹងមករួចហើយយកទៅត្រាំទឹកទុកមកកដប់សិនធ្វើអញ្ចឹងទៅខ្ទឹមបារាំងរបស់យើងអត់មានជាតិហាងទេយើងអាចញ៉ាំឆៅក៏បានដែរខ្ទឹមវិញយើងហាន់ឲ្យល្អិតឆ្មេមកទាំងគល់ទាំងស្លឹកហាន់ឲ្យល្អិតស្មើគ្នាចឹងមកទុករយពីលើបងប្អូនបើកើនក្លិនឈ្ងុយខ្លាំងណាស់ក្រូចឆ្មាទុកដាក់អំបិលម្រេចហើយសម្រាប់ខ្ទឹមសនេះវិញយើងដំវាទៅប៉ែតជាមួយនឹងខ្ទឹមក្រហមហាន់ទូចរួចក៏ច្រាំវាបងប្អូនមិនឃើញផ្លែទេជ្រុញថ្មីបងក៏នៅខាងរតនគិរីក៏ផ្ញើប្រាប់ពិតជាអរគុណមែនតើជ្រុញស្អាតក៏ឃើញភ្លាមស្រឡាញ់ហ្មងចង់កាប់ចង់ក៏ច្រាំមិនក៏មិនទៅណាដែរជ្រុញហ្នឹងជ្រុញវិញឡំត់ស្អាតធ្ងន់ក៏ដុកឥឡូវយើងចាប់ផ្ដើមមកលាយគ្រឿងធ្វើបាយកដុតរបស់យើងមានទឹកប៉េងប៉ោះ2ស្ព្រាបាយទឹកម្ទេស2ស្ព្រាបាយហើយថែមគ្រឿងសាតេ1ចុងស្ព្រាបាយតាន់តិចទៅបានដែរបងប្អូនម្សៅស៊ុបមាន់1ចុងស្ព្រាបាយប៊ីចេងមកបន្តិចស្ករត្នោតខ្មែរ7កន្លះស្ព្រាបាយទឹកស៊ីអ៊ីវខាប់កន្លះស្ព្រាបាយប្រេងខ្យង1ស្ព្រាបាយទឹកត្រី1ស្ព្រាបាយយើងថែមគ្រឿងច្រើនបងប្អូនអញ្ចឹងយើងដាក់មុងតិចទៅបានដែរប្រយ័ត្នប្រៃជ្រុលណាដាក់គ្រឿងប្រៃផ្អែមមកល្មមទៅបានហើយព្រោះថាសាច់គោវាឆាប់ចូលជាតិណាយើងធ្វើគ្រឿងនឹងដុតហ្នឹងប្រកាសជាប្រៃហ្មងហើយយើងថែមម្សៅពោត3ស្ព្រាកាហ្វេខ្ទឹមសខ្ទឹមក្រហមក្ច្រាំ1ស្ព្រាបាយហើយថែមទឹកជា1ខាប់ធំគោច្បល់គ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាទុកមកកដប់សិនយើងចាប់ផ្ដើមមកប្រឡាក់គ្រឿងដាក់សាច់គោចូលក្នុងកូនចដែកមួយមកហើយចាក់គ្រឿងយើងបានលាងមុនហ្នឹងចូលមកទាំងអស់បើសិនជាបងប្អូនធ្វើលក់សាច់គោហ្នឹងយើងត្រាំក្នុងទឹកនឹងចោលទៅតែកុំត្រាំយូរពេកត្រឹមតែ2ម៉ោងឲ្យបានឆ្ងាញ់ហើយទឹកដិនសល់យើងដាក់ត្រាំសាច់គោបន្តរហូតតអស់ទឹកហ្នឹងហើយធ្វើអញ្ចឹងឆ្ងាញ់ហើយបានលឿនតន់ចិត្តទៀតយើងគោច្បល់វាសព្វចូលគ្នាហើយថែមទឹកជាចូលកន្លះខាប់ទៀតគ្រឿងទាំងអស់នេះត្រូវជាមួយសាច់គោជាងកន្លះគីឡូយើងដាក់បន្តរហូតតអស់ទឹកអស់សាច់គោដែរអត់កំណត់ថាសាច់គោប៉ុន្មានគីឡូទឹកសុះនឹងប៉ុន្មាននេះសំខាន់ទៅពេលដែលយើងញ៉ាំហ្នឹងយើងចង់បានទឹកច្រើនទឹកតិចទឹកសុះហ្នឹងចង់ញ៉ាំច្រើនញ៉ាំតិចប៉ុណ្ណាគាត់ប្រៃដែរបងប្អូនវាមកល្មមឆ្ងាញ់ណាបើសម្រាប់បងប្អូនធ្វើញ៉ាំនៅផ្ទះវិញយើងច្បល់សាច់គោជាមួយទឹកសុះហ្នឹងឲ្យផ្អាប់ទុក10នាទីចាំយកមកចម្អិនមកវាចូលជាតិឆ្ងាញ់ឥឡូវដាក់ប្រទេសដែរក្តៅមកចាក់ខ្លាញ់ចូលមកបន្តិចហើយយើងក៏ចាប់សាច់គោមកល្មមយើងចង់ញ៉ាំប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅចាប់យកតែសាច់ទឹកវាមិនតន់ដាក់មកទេបរិយាមកចាហៀងប្រទេសដែកមកប្រទេសដែកហ្នឹងក្តៅងុំខ្លាំងណាស់យើងមិនប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងមកល្មមទៅបានហើយទុកប្រទេសដែកហ្នឹងឲ្យក្តៅងុំហើយចាំយើងដាក់ខ្លាញ់ដាក់សាច់គោចូលសាច់គោហ្នឹងកុំទុកយូរបងប្អូនដាក់ភ្លាមយើងប្រែវាមកភ្លាមមកវាចាប់ផ្ដើមឆ្អិនបដាច្បល់វាតាមមកត្រឡប់ហ្នឹងយើងចាប់ផ្ដើមមកគោះពងមកមួយជាទៀតមកដាក់មកគ្រាប់2គ្រាប់តាមការចូលចិត្តហើយបាយកដុតនេះបានតែពងមាន់ទេណាដាក់ទៅទុនឆ្ងាញ់ញ៉ាំត្រូវគ្នាហើយមកចាំប្រែវាទេទុកចឹងទៅបន្តមកទៀតយើងក៏ត្រឡប់សាច់គោមកត្រឡប់ទៀតក៏លើកចេញមកប៉ុណ្ណឹងអាចញ៉ាំបានហើយបើចាំប្រែឲ្យសាច់គោនឹងឆ្អិនពេកបងប្អូនវារៀងឆៅចឹងណាដល់ពេលដែលយើងយកមកដាក់លើតុសាច់គោហ្នឹងក៏វាចាប់ផ្ដើមឆ្អិនល្មមដែរតែកាលណាយើងធ្វើឆ្អិននៅលើចក្រានណាតរំទៅលើកមកដល់លើតុហ្នឹងសាច់គោនឹងឆ្អិនពេកវារឹងខ្សោះអត់ឆ្ងាញ់ទេសាច់គោយើងយកពណ៌ប៉ុណ្ណឹងហើយយើងសាច់ទឹកសុះពីលើហ្នឹងបន្តិចទៀតមកជាការស្រេចបើថាបងប្អូនចង់ញ៉ាំទឹកសុះហ្នឹងច្រើនដាក់ឲ្យពេញដូចខ្ញុំចឹងទៅបើថាអត់សូវចង់ញ៉ាំទេដាក់បន្តិចទៅបានហើយជាចុងក្រោយបង្អស់យើងក៏ដាក់ខ្ទឹមបារាំងពីលើហ្នឹងបន្តិចហើយថែមស្លឹកខ្ទឹមរោយពីលើហ្នឹងដែរមកជាការស្រេចអូយក្លិនគេឈ្ងុយខ្លាំងណាពុះគ្រូចំហាយភីប៉ះច្រមុះមកនិយាយថាក្លិនឈ្ងុយគ្រឿងផងសាច់គោផងហើយថែមទឹក
ខ្ទឹមរយពីលើនឹងទៀតត្រូវគ្នាអស់តោហើយបងប្អូនប្រកាសជាសួរខ្ញុំថាប្រទេសដែកហ្នឹងទិញនៅណាចឹងមកខ្ញុំប្រាប់ឲ្យហើយប្រទេសដែកហ្នឹងខ្ញុំទិញនៅអូអាស័យចូលក្នុងផ្សារម្ដុំលក់ចានឆ្នាំងកន្លែងណាក៏មានដែរហើយគ្រប់ទម្រង់ហ្នឹងរូបមិនក៏មានចាប់ស៊ីកូម្ដុំមកតុនលាក់ជ្រលក់ប៊ឺម្រេចហើយថែមតំពងក្រហមមួយទៀតមកនេះបងប្អូនអើយនិយាយថាតំណងលើសពីតំណងហ្មងដាក់ញ៉ាំជាមួយបាយក្តៅៗស្រួយស៊ីកូតុនជាតិស៊ីកូឈ្ងុយគ្រឿងផងជាមួយប៊ឺម្រេចប្រៃជូរណាម៉ាត់ណាក៏ឆ្ងាញ់ដែរញ៉ាំប៉ុណ្ណឹងនៅស្ទើបងប្អូនហើយបើទឹកសោសរបស់យើងវិញជាប់សាច់ល្អណាស់ខ្ទឹមបារាំងអែមិនថាហាងតាណាទេដាក់ពីលើចឹងទៅញ៉ាំប៉ះខ្ទឹមបារាំងឆៅចឹងវាស្រួយបងប្អូនផ្អែមញ៉ាំមកថាមិនបានមើលទេមិនដឹងថាញ៉ាំខ្ទឹមបារាំងផងនឹងដោយសារតែយើងហាន់វាស្ដាងយកទៅត្រាំទឹកវាអស់ជាតិហាងអាលីងធ្វើបែបហ្នឹងទៅវាបង្កើនរសជាតិបាយកដុតយើងឲ្យញ៉ាំកាន់តែឆ្ងាញ់ញ៉ាំកាន់តែជក់មាត់ទៀតហើយពងមាន់នេះមិនចាំត្រឡប់ក៏បានដែរញ៉ាំវារឿងឆៅតិចប៉ុណ្ណឹងវានៅតុនឆ្ងាញ់ដាក់បាយម៉ាត់ហើយម៉ាត់ទៀតហើយទឹកសោសទីវិញយើងជ្រលក់ស្រូបម៉ាត់ណាក៏ជាតិម៉ាត់ណាក៏ឆ្ងាញ់គ្រឿងប៉ុណ្ណឹងរសជាតិមកល្មមហើយមិននិយាយថាគីឡូខ្លួនឯងវាមិនចោះតាណាទេនៅតែដែរអញ្ចឹងមិនថាឃ្លានឆ្ងាញ់ស្រឡាញ់ស្អាតតែឃ្លានហើយញ៉ាំអីក៏ឆ្ងាញ់ដែរនិយាយទៅវាឆ្ងាញ់មែនអរគុណច្រើនបងប្អូនដែលតាមដានវីដេអូនេះដល់ចប់បាយ